នៅក្នុងរាត្រីនេះខ្ញុំកណ្ណាខ្ញុំបាទសូមពន្យល់ពីចម្ងល់របស់លោកស្រីសំអាងការរតនាលោកចេះតែទទួលសួរខ្ញុំពីរឿងមនុស្សពាន់ស្លាពាន់ដើម្បីជាប្រយោជន៍ដល់កូនអ្នកប្រុសស្រីឲ្យបានដឹងពីប្រស្នាមនុស្សពាន់ស្លាពាន់នេះក្នុងរាត្រីនេះខ្ញុំកណ្ណាខ្ញុំបាទសូមបកស្រាយនិងពន្យល់ទៅតាមការស្រាវជ្រាវនិងយល់ដឹងពីហេតុរបស់ខ្ញុំដែលបានដឹងនិងបានយល់ពីហេតុនេះដូច្នេះមុននឹងខ្ញុំបកស្រាយខ្ញុំក៏សូមខន្តីអភ័យទោសទៅដល់សាធុសប្បុរសទាំងឡាយដែលលោកជាអ្នកចេះដឹងពីអាចកំបាំងឬកែវជាតិនេះទុកជាមុនក្រែងការបកស្រាយនេះមានការផ្លៀងផ្លាត់ឬមិនសមតាមតំណងយ៉ាងណានោះក៏សូមអធិស្ឋានព្រោះរឿងអាចកំបាំងមលូពាន់ស្លាពាន់នេះវាបានដាច់កន្លងទៅរាប់ពាន់ឆ្នាំទៅហើយដូច្នេះការកោះកកាយចង់រកឬហេតុដែលបង្កើតឲ្យមានមលូស្លាកំបោរឬមលូពាន់ស្លាពាន់នេះយើងត្រូវតែទៅរកឬកែវនៃដើមហេតុនៃរឿងថាកើតចេញពីរឿងអ្វីនោះយើងនឹងអាចស្ទាបអាចស្ទង់អាចរកនៅដាននេះឃើញជាមិនខានបើយើងមិនរកមិនកោះកកាយគឺយើងមិនដឹងនៅក្នុងបណ្ដារឿងមលូស្លាកំបោរនេះតាក់ទងនឹងរឿងមនុស្ស3នាក់នៅក្នុងបណ្ដាំរឿងព្រេងខ្មែរដែលលោកទុកជារឿងព្រេងបណ្ដាំឲ្យយើងបើកកកាយរកមើលអាចកំបាំងមលូស្លាកំបោរនេះនៅក្នុងរឿងព្រេងលោកបានបញ្យល់ថាមលូស្លាកំបោរនេះមានមនុស្ស3នាក់ដែលនៅកប់នៅក្នុងវត្ថុទាំង3នេះគឺរុក្ខជាតិទាំង3នេះឬក៏វត្ថុទាំង3នេះមលូគឺតំណាងឲ្យស្ត្រីជាភរិយាឬក៏ជាម្ដាយស្លាតំណាងឲ្យប្តីឬក៏បងឬក៏ឪពុកចំណែកថ្មឬកំបោរតំណាងឲ្យប្អូនឬក៏កូននៅក្នុងរឿងបានដំណាលថាកាលបរោះទាំងពីរបងប្អូនបង្កើតនឹងមិនទាន់មានភរិយាអ្នកទាំងពីរហ្នឹងគឺជាកូនកំព្រានៅក្នុងរឿងព្រេងលោកបានបញ្យល់យ៉ាងដូចនោះថាជាកូនកំព្រាក្រោយមកអ្នកទាំងពីរហ្នឹងរៀមច្បងហ្នឹងគាត់មានភរិយាពេលដែលគាត់មានភរិយាគាត់មិនបានស្រឡាញ់ប្អូនដោយកាលនៅលីវដូចគ្នាទេបានន័យថាបងប្អូនស្រឡាញ់គ្នាតែនៅលីវដូចគ្នាដល់ពេលចាប់ផ្ដើមមានគ្រួសារហើយគឺចាប់ផ្ដើមស្រឡាញ់ភរិយាហើយចាប់ផ្ដើមមានបុត្រស្រឡាញ់បុត្រចាប់ផ្ដើមមានចៅស្រឡាញ់ចៅនេះជាច្បាប់របស់ធម្មជាតិពេលនោះប្អូនក៏នឹកឃើញថាពីមុនបងប្រុសហ្នឹងប្រៀបដូចជាពុកបងប្រុសហ្នឹងដូចជាអ្នកដែលគួរដែលឲ្យស្រឡាញ់ណាព្រោះយកចិត្តទុកដាក់ថែរក្សាមើលថែទាំខ្លួនក្រោយពីគាត់បានភរិយាគាត់ថែរក្សាតែភរិយាគាត់ស្រឡាញ់តែភរិយាគាត់ដូច្នេះការស្រឡាញ់ការគោរពពីមុនក៏បោះបង់ទៅក៏អស់ទៅក៏ចាប់ផ្ដើមរសាយទៅបងប្រុសក៏មានកំណត់ចាក់ចេញពីផ្ទះហ្នឹងលួចរត់ចេញពីផ្ទះហ្នឹងដោយសារបាត់បង់នៅការថ្នាក់ថ្នមស្រឡាញ់ពីបងប្រុសណាព្រោះខ្លួនអត់ពីឪពុកម្ដាយទៅគឺបងហ្នឹងហើយអញ្ចឹងបានរឿងអាចកំបាំងការស្លា3ហ្នឹងលោកបានញែកហើយណាការស្លាទី1គឺតំណាងឲ្យឪពុកការស្លាទី2តំណាងឲ្យម្ដាយនិងការស្លាទី3តំណាងឲ្យរៀមច្បងហ្នឹងណាធម្មតាអត់ពីឪពុកម្ដាយទៅគឺបងហើយណាគឺប្អូនតែងតែរកបងអញ្ចឹងបានមានវត្ថុមួយយ៉ាងដែលបាំងជុំវិញផ្ទះហើយយើងហៅថារបងណារបងផ្ទះណាឬរបងសាលារបងវត្តហ្នឹងហេតុអីបានលោកប្រើពាក្យថារបងណាបើយើងមិនស្រាវជ្រាវគឺយើងរកនៃពាក្យរបងហ្នឹងមិនឃើញទេពាក្យថារបងហ្នឹងបានន័យថាប្អូនពេលដែលទៅសាលារៀនគឺឪពុកម្ដាយមិនបានទៅថែរក្សាប្អូនហ្នឹងទេគឺបងដែលអ្នកទៅសាលារៀនឧទាហរណ៍ទេណាបាទគឺជាអ្នកថែរក្សាប្អូនអញ្ចឹងប្អូនហ្នឹងពេលមានអ្នកណាមួយធ្វើបាបឬក៏មិត្តភក្តិអីធ្វើបាបហ្នឹងប្អូនហ្នឹងតែងរត់ទៅពឹងបងហ្នឹងឲ្យជួយគឺរត់ទៅរកបងណារកបងឲ្យជួយយ៉ាងណាមិញផ្ទះសម្បែងទាំងឡាយព្រះវិហារណាឬក៏ទីផ្សេងទាំងឡាយហ្នឹងរមែងធ្វើរកបងហ្នឹងគឺជាពាក្យជំនួសជាពាក្យការពាររបស់ម្ចាស់ឬក៏ការពាររបស់ឪពុកម្ដាយព្រោះឪពុកម្ដាយពឹងនៅលើបងនេះនិយាយពាក្យរកបងខ្ញុំបន្តពីរឿងអាត់កំបាំងមលូស្លានេះជាបន្តដើម្បីឲ្យយល់ព្រោះមិញនេះខ្ញុំចង់ឲ្យយល់ពាក្យពេលណាយល់ពាក្យរបង
ពេលនោះយើងនឹងយល់ពីអ្វីៗដែលជាប្រសាសន៍របស់ដូនតាពោះពាក្យរបស់ដូនតាក្នុងពាក្យមួយម៉ាត់គឺបង្កប់ន័យក្នុងពាក្យជាពាក្យអច្ឆរិយៈជាពាក្យដែលបង្កប់ន័យក្នុងន័យបើយើងមិនស្គាល់ពាក្យយើងមិនអាចទៅបើកវែកនៅអត្ថកម្បាំងអរូបីដូនតានេះបានទេព្រោះពាក្យខ្មែររាប់ម៉ឺនពាក្យនៅក្នុងសៀវភៅវចនានុក្រមសម្ដេចព្រះសង្ឃរាជដែលលោកបានចងក្រងទុកហ្នឹងបើយើងយកពាក្យមួយយកមកវែកឃើញមានឫសគល់ពាក្យនៅក្នុងហ្នឹងខ្ញុំនិយាយតែពាក្យខ្មែរខ្ញុំអត់និយាយពាក្យដែលដកចេញពីភាសាបាលីឬក៏សំស្ក្រឹតទេខ្ញុំនិយាយពីភាសាខ្មែរនិយាយពាក្យរបងមិញដែលខ្ញុំទាញជាឧទាហរណ៍នេះបងអូនក៏បានចាក់ចេញទៅពេលដែលបងអូនបានចាក់ចេញទៅហ្នឹងពេលនោះបងក៏តាមរកទៅឃើញថាធ្លាប់រស់នៅជាមួយធ្លាប់បីបាច់ថែរក្សាក្នុងនាមជារៀមច្បងហ្នឹងថែរក្សាបងអូនពេលដែលបងអូននឹងចេញទៅហ្នឹងគាត់ដើរទៅគាត់អស់កម្លាំងដល់អស់កម្លាំងគាត់ឃើញម្លប់ជ្រៃមួយណាមានម្លប់ទៅឈឹងជ័យមានដើមគេថាដើមឈើសាខាទៅឈឹងជ័យហ្នឹងហើយនៅម្លប់ជ្រៃហ្នឹងមានត្រពាំងទឹកមួយគាត់ក៏ចុះមុជទឹកក្នុងត្រពាំងផឹកឆ្អែតហើយគាត់ក៏សម្រាកនៅក្រោមដើមជ្រៃហ្នឹងពេលនោះអរិយទឹកហ្នឹងគឺយៈហ្នឹងគាត់ចេញពីដើមជ្រៃហ្នឹងមកគាត់សួរថាអ្នកឯងមកពីណាបងអូនប្រុសនោះបានរៀបរាប់ប្រាប់ថាខ្ញុំមកពីនេះចឹងទៅណាដោយសារការខកចិត្តនឹងបងដែលមិនបានស្រឡាញ់ដូចពីមុនអីចឹងគាត់រៀបរាប់ប្រាប់តាមទំនួញទុករបស់គាត់ហ្នឹងយ៉ាងថាបើឯងទុកអញ្ចឹងនៅតែហ្នឹងហើយយៈហ្នឹងក៏លើកដំបងសិលខ្លួនហ្នឹងចង្អុលទៅបងអូនប្រុសហ្នឹងក៏คล้ายទៅជាថ្មនិយាយពីប្តីប្រពន្ធនេះដែលបាត់ប្អូនថ្លៃនឹងបាត់ប្អូនបង្កើតនេះប្តីនេះក៏ប្រាប់ប្រពន្ធថាឥឡូវនាងនៅចាំផ្ទះចុះខ្ញុំទៅតាមរកប្អូនណាព្រោះអត់ពីឪពុកម្ដាយទៅខ្ញុំគឺជាទីពឹងពាក់របស់ប្អូនខ្ញុំធ្វើជាឪពុកផងធ្វើជាម្ដាយរបស់ប្អូនផងឥឡូវប្អូនចេញចោលអញ្ចឹងខ្ញុំមិនអាចធ្វើប្រហែសទេក្នុងនាមយើងជាអាណាព្យាបាលជាអ្នកធ្វើទីពឹងឲ្យកូនឲ្យប្អូនក៏តាមទៅរកហ្នឹងក៏ទៅដល់កន្លែងហ្នឹងដូចគ្នាទៅដល់ត្រពាំងទឹកហ្នឹងក៏អស់កម្លាំងថ្ងៃក្តៅអស់កម្លាំងក៏ចុះទៅលុបមុខលាងមុខបរិភោគទឹកហ្នឹងឆ្អែតហើយក៏មកសម្រាកក្រោមដើមជ្រៃហ្នឹងគ្រាន់តែសម្រាកមកភ្លឹបហ្នឹងយៈហ្នឹងក៏ចេញពីដើមជ្រៃហ្នឹងមកទៀតមកដល់សួរថាអ្នកឯងទៅណាបានមកផឹកទឹកត្រពាំងខ្ញុំមកជ្រកក្រោមម្លប់ខ្ញុំហើយមិនសុំខ្ញុំនេះអ្នកឯងមើលដូចថាទីហ្នឹងទីសាធារណៈទីដែលមិនមានអ្នកថែរក្សាបានបរោះហ្នឹងអង្វរថាកុំធ្វើបាបខ្ញុំថាខ្ញុំមកតាមរកប្អូនអញ្ចឹងបើអ្នកឯងស្រឡាញ់ប្អូនតាមរកប្អូនអ្នកឯងទៅនឹងទៅយៈលើកលបងចង្អុលទៅបរោះជាបងក៏คล้ายទៅជាដើមស្លាចំណែកអភរិយាឬក៏ម្ដាយនោះពេលដែលបាត់ប្អូនឬក៏កូនបាត់ស្វាមីឬក៏ពុកហ្នឹងក៏តាមរកមកដល់ទីហ្នឹងដូចគ្នាផឹកទឹកបរិភោគទឹកហ្នឹងដែលការអំណាចនៃការដាស់ហាលថ្ងៃហ្នឹងស្រេកទឹកក៏បរិភោគទឹកហ្នឹងហើយជ្រកក្រោមដើមហ្នឹងយៈក៏ចេញមកសួរណានាំសួរហេតុនាងជាភរិយាក៏ប្រាប់តាមដំណើរម្ដងទៅយៈគាត់ថាអញ្ចឹងបើនាងឯងស្រឡាញ់ប្អូនស្រឡាញ់ប្តីហ្នឹងនាងនៅហ្នឹងទៅលើកបងសិលចង្អុលទៅនាងហ្នឹងក៏คล้ายទៅជាមលូហ្នឹងក៏ឡើងពន់ដើមស្លានោះទៅបានជាខាងក្រោយមកដូនតាទុកប្រស្នាចងរបស់ទាំង3ហ្នឹងជាហេតុរាប់ពាន់ឆ្នាំណាដែលអ្នកទាំង3បានคล้ายទៅជាមលូស្លារហូតមានបត់ត្រពាំងពាយអើយណាងូទឹកស្លាខ្យងណាត្រពាំងហ្នឹងហើយគឺជាត្រពាំងដែលពាយហ្នឹងគឺពាយអីគឺពាយបាត់បង់ទៅនៅរឿងអាត់កំបាំងមលូស្លាហ្នឹងហើយដែលធ្វើឲ្យអ្នកទាំង3คล้ายទៅជាមលូស្លាកំបោរដូចនេះហើយទៅពីដើមណាពេលដែលស្ត្រីមានពោះធំហើយមានថ្ងៃគ្រាសោគ្រាសឬក៏ច័ន្ទគ្រាសម្ដាយរមែងយកអកកំបោរនេះមកសៀតនៅចង្កេះដើម្បីការពារកុំឲ្យរាកន្លងឬយៈកន្លងណាកុំឲ្យកូនគាត់កើតមកមិនគ្រប់ទឹកណាគេហៅថាមិនច្បាស់ណាមិនគ្រប់ទឹកហ្នឹងសួរថាតើអកកំបោរហ្នឹងមានមហិទ្ធិឫទ្ធិអីដែលអាចបង្ក្រាបយៈបានតែយើងតែងឃើញអកកំបោរនៅក្នុងដៃពោធិសត្វលោកេសវរៈឬក៏ក្នុងដៃព្រះវិស្ណុហ្នឹងយើងតែងតែឃើញអកកំបោរហ្នឹងតែកូនខ្មែរយល់ពីបណ្ដាំដូនតាដែលឲ្យគាត់ឆ្លាក់អាទិទេពដូនតាហ្នឹងមានឆ្លាក់កាន់អកកំបោរហ្នឹងនេះជាប្រស្នាខ្ញុំមិនតន់បញ្យល់ពេលហ្នឹងទេខ្ញុំបញ្យល់ពីអត្តកំបាំងមលូពាន់ស្លាពាន់រឿងមលូពាន់ស្លាពាន់នេះហើយដែលកើតចេញពីមនុស្ស3នាក់ហ្នឹងបានពាន់ចូលគ្នាទី1នៃទី2គឺអាយុកាលរបស់មលូស្លាកំបោរបានពាន់រាប់ណាកើតមានរាប់ពាន់ឆ្នាំហើយរហូតដល់បាត់ដានរបស់ពៅហ្នឹងបាត់ដានរបស់នាងហ្នឹងកើតមាន
ត្រពាំងមួយគឺត្រពាំងរពៅដែលនៅជាប់ព្រំប្រទល់ខេត្តបរសៃនុនិងខេត្តកំពតហ្នឹងខ្ញុំបានដើរស្រាវជ្រាវរកត្រពាំងរពៅហ្នឹងខ្ញុំសួរចាស់នៅតំបន់ហ្នឹងគាត់ថារពៅហ្នឹងគឺគេយកឈើទៅដាំបាយកប់នៅក្នុងត្រពាំងហ្នឹងឲ្យដាំបាយហើយខ្ញុំសួរតោះថាអ្នកណាដែលដាំបាយនៅក្នុងត្រពាំងទៅដាំបាយក្នុងទឹកធម្មតាពៅគេកាប់ឈើ3ដើមយកមកបោះលើដីរួចហើយគេយកឆ្នាំងហ្នឹងអ្នកព្រានព្រៃឬក៏អ្នកដើរព្រៃគេយកឆ្នាំងហ្នឹងទៅដាំនៅលើបង្គោលបោះហ្នឹងដែលគេហៅពៅហ្នឹងខ្ញុំសួរថាបើត្រពាំងហ្នឹងគេបោះពៅនៅក្នុងត្រពាំងហ្នឹងហើយសួរថាទៅដុតភ្លើងយ៉ាងម៉េចឆេះទៅបើនៅក្នុងទឹកហ្នឹងអញ្ចឹងត្រពាំងនេះមិនមែនត្រពាំងរពៅយកមកបោះដោះដាំបាយគឺត្រពាំងរពៅដែលបាត់ហ្នឹងគឺអត្តកំបាំងមលូហ្នឹងគឺពៅហ្នឹងពៅនាងពៅដែលជាប់នៅក្នុងស្គរយៈដែលនេះខ្វាក់បានទៅដោះលែងចេញមកចុងក្រោយគេនឹងពៅដែលនៅសល់ភ្នែកមួយចំហៀងហ្នឹងពៅហ្នឹងគឺពៅដែលយើងកំពុងរកគឺត្រពាំងរពៅតែខ្ញុំមិនទាន់ដឹងថាទីតាំងត្រពាំងរពៅហ្នឹងក្នុងទីណាព្រោះខ្ញុំមានបំណងថាបើរកឃើញខ្ញុំចង់ទៅទីនោះដើម្បីឧទ្ទិសបុណ្យចែកបុណ្យផ្សាយបុណ្យទៅគាត់ដើម្បីបើកទ្វារឲ្យពួកគាត់ចេញពីអបាយភូមិទៅកាន់ទេវលោកតែខ្ញុំរកមិនទាន់ឃើញមានតែផ្សាយជាចំហទៅរកពួកគាត់នេះអាចកំបាំងត្រពាំងពីរឬត្រពាំងរពៅហ្នឹងដែលតាក់ទងនឹងអាចកំបាំងមលូស្លាកំបោនេះកើតចេញជារឿងមលូពាន់ស្លាពាន់ណាដែលកើតមានសុភាសិតថាអ្នកខ្លាំងទាំង3ណាជួបគ្នាធ្វើសង្គ្រាមណាធ្លាក់ជាឈាមធ្លាក់ដល់ដីកើតជាឈាមធ្លាក់ដល់ដីហ្នឹងគឺមលូស្លាកំបោបូកបញ្ចូលគ្នាទៅជាឈាមហើយថ្មនេះថ្មដែលជានិមិត្តរូបប្អូនឬកូននេះគឺជាមនុស្សចំនួនក្រោយដែលត្រូវកសាងប្រាសាទឡើងឆ្លាក់រឿងរ៉ាវអាចកំបាំងខ្លួនដែលត្រូវយៈលេបត្រូវយៈចាប់ហ្នឹងដែលយើងឃើញប្រាសាទរតពាន់ឃើញមានរហូអសរិនតែងតែចាប់នាគហ្នឹងគឺនាគហ្នឹងគឺនាងពៅហ្នឹងណាគឺអាចកំបាំងមលូស្លាកំបោនោះឯងថ្មនេះបានយកទៅដុតឲ្យคล้ายទៅជាកំបោបានន័យថាជាតបៈបានន័យថាយើងអត់ធ្មត់តស៊ូព្យាយាមដើម្បីបំបែកអាចកំបាំងថ្មហ្នឹងណាធ្វើឲ្យថ្មហ្នឹងកើតជារឿងធ្វើឲ្យថ្មហ្នឹងដែលយើងរកអាចកំបាំងប៉ុន្តែมันអាចចេញរួចទេព្រោះហេតុអីអ្នកបរិភោគមលូស្លាកំបោរមែងមានចំណុកមួយទៀតទៅចុកបិទរឿងអ្នកទាំង3គឺចំណុកថ្នាំខ្លាំងណាដែលយើងឃើញអ្នកហូបមលូស្លាកំបោរមែងចុកថ្នាំខ្លាំងអញ្ចឹងហើយបានជាស្លឹកមលូណាស្លឹកមលូហ្នឹងយើងមើលតំណាងឲ្យស្ត្រីហ្នឹងគឺមានរាងភេទដូចជាភេទរបស់ស្ត្រីឬក៏ភេទរបស់ម្ដាយណាចំណែកស្លាហ្នឹងគឺមានសាច់ស្លាហ្នឹងគឺដូចជាសាច់បេះដូងរបស់មនុស្សឬសាច់យើងហាន់ស្លាទៅយើងឃើញសាច់ហ្នឹងហើយប៉ុន្តែមិនមែនបេះដូងហ្នឹងពោពេញដោយសេចក្តីផ្អែមដូចមុនទៀតទេមិនមែនដូចម៉ែយសពយសងយសពបេះដូងបេះបានទាំងផ្លែឲ្យផ្អែមទេដូងនេះគឺដូងពោពេញទៅដោយសេចក្តីជូរចត់នៅក្នុងអបាយភូមិរងទុកកើតខ្លួនខ្លាយទៅជាមលូស្លាកំបោនេះអញ្ចឹងលោកគិតថានឹងចេញតែចេញមិនរួចព្រោះអីចំណុកថ្នាំខ្លាំងហ្នឹងបានចុកបិទធ្វើឲ្យអ្នកទាំង3វិលស្រវឹងនៅក្នុងអបាយភូមិហ្នឹងมันអាចងឿយនឹងចេញរួចអញ្ចឹងលោករងចាំណារងចាំយើងដោះប្រស្នាមលូពាន់ស្លាពាន់ឪពុកខ្ញុំលោកបានបរិយាយខ្ញុំបានសួរលោកថាកាលពីដើមតើគេធ្វើយ៉ាងម៉េចចំពោះមលូពាន់ស្លាពាន់គាត់ថាពីមុនចំនួនគាត់កាលពីជាង70ឆ្នាំគាត់បាននិយាយប្រាប់ខ្ញុំថាកាលចំនួនគាត់កាលមលូហ្នឹងគឺគេរាប់ស្លឹកគ្រប់1000ស្លាហ្នឹងក៏គ្រប់1000គ្រាន់តែអ្នកកាន់មលូស្លាហ្នឹងគឺគ្រប់1000តែគាត់មិនដឹងថាហេតុអីបានគេជូនមលូស្លាហ្នឹងច្រើនម្លឹងគាត់មិនដឹងដល់ពេលបានបញ្យល់ថា1000នេះគឺគាត់ចង់ឲ្យយើងរាប់ចំនួននៃមលូហ្នឹងឲ្យគ្រប់ដល់1000ទើបអាចបំបែកប្រស្នាអាចកំបាំងមលូពាន់ស្លាពាន់នឹងបានន័យថាដោះប្រស្នាពួកគាត់បានអាចយកពួកគាត់ចេញពីថ្មអាចយកពួកគាត់ចេញពីអាចកំបាំងទីងងឹតហ្នឹងដើម្បីពួកគាត់ចេញពីបាយភូមិដូចជារឿងយក្ខិនីណាយក្ខិនីដែលព្រះសម្មាសម្ពុទ្ធដែលព្រះអង្គបានទៅធ្វើបដិហាដេញចេញពីកោះលង្កាដែលពីមុនកោះលង្កាណាកោះស្រីលង្កាហ្នឹងគឺជាកោះដែលយក្ខិនីរមែងនៅណារមែងនៅទីហ្នឹងដើម្បីចាំចាប់ពួកអ្នកសំពៅក្រោយមកកាលព្រះអង្គមិនទាន់បរិនិព្វានព្រះអង្គមកធ្វើបដិហានៅក្នុងទីហ្នឹងដើម្បីដេញយក្ខិនីហ្នឹងឲ្យចេញពីកោះហ្នឹងខ្ញុំសួរថាតើយក្ខិនីដែលចេញពីកោះហ្នឹងតើទៅតាំងទីនៅទីណាណាយើងច្បាស់ជាឆ្លើយថាមិនដឹងតែបើយើងសិក្សាតាមរឿងព្រះម៉ែទាំង12នេះគឺយើងដឹងថាមកនៅស្រុកខ្មែរយើងហើយមកនៅសវណ្ណភូមិហ្នឹងហើយព្រោះហេតុអីព្រោះយក្ខិនីហ្នឹងបានមកចាប់មេដាទាំង12ឃុំហើយខ្វេះយកក្របភ្នែកណាទៅទុកនៅនគរយៈគឺនគរកងរីហើយសួរថានគរកងរីនៅឯណានគរកងរីគឺនៅកំចាយមានៅឯណាកំចាយមាគឺនៅភ្នំកំចាយនឹងឯងគឺជានគរកងរីជានគរយៈហើយព្រោះអ្នកនៅកំពង់សិលាលោកបានប្រាប់ខ្ញុំថាបានទៅឃើញរនាស់យៈបានទៅឃើញពាងអង្គយៈនៅលើភ្នំកំចាយមានោះពេលដែលពួកអ្នកដើររុករកក្លឹមច័ន្ទរុករករបស់របរនៅក្នុងព្រៃលោកបាននិយាយពីរឿងបានទៅឃើញរនាស់យៈបានទៅឃើញពាងអង្គយៈអញ្ចឹងរឿងរ៉ាវទាំងអស់នេះវាតាក់ទងណាតាក់ទងមលូពាន់ស្លាពាន់នេះដែលបង្កើតបានទៅជា
មរតកមួយដែលមិនអាចបោះបង់ចោលបាននៅក្នុងពិធីមង្គលការត្រូវតែរៀបចំមនុស្សពាន់ស្លាពាន់នៅក្នុងពិធីសូត្រមន្តត្រូវធ្វើដងស្លាធម៌ធ្វើបាយសីធ្វើស្លាជោមហ្នឹងដែលយើងមិនអាចបោះបង់បានហេតុតែបានគេយករបស់ទាំងហ្នឹងទៅបូជាពធព្រោះដើម្បីទុកដំណរឲ្យអ្នកចំនួនក្រោយណាបានស្វែងយល់និងដោះស្រាយដោះនៅអត្តកម្បាំងវាសនារបស់ពួកគាត់ហ្នឹងបើយើងដោះមិនចេញគឺយើងមិនអាចជួយដល់ពួកគាត់បានទេព្រោះរឿងនេះបានដូចខ្ញុំនិយាយថាវាពាយទៅហើយវាអស់ទៅហើយវាដាច់ដានទៅហើយពីមួយដំណាក់ទៅមួយដំណាក់ណាការបោះបង់ចោលធ្វើឲ្យយើងដាច់ដានដូច្នេះមានតែយើងកោះកកាយស្រាវជ្រាវនេះជាសំណុំពរដែលម្ចាស់សំអាងការរតនាលោកសំណុំពរឲ្យខ្ញុំបកស្រាយពីរឿងលូពាន់ស្លាពាន់ពេលនេះខ្ញុំបានបកស្រាយហើយដោយសារមេឃមកដំណោយផលឲ្យណាបាទធ្លាក់ភ្លៀងមកហើយខ្ញុំមកធ្វើនេះទៀតខ្ញុំសូមអភ័យទោសណារាល់កំហុសឆ្គងដែលបានបកស្រាយត្រួសត្រាសពីអត្តកម្បាំងមនុស្សស្លាកំបោកើតជាមនុស្សពាន់ស្លាពាន់នេះពាន់ទី1គឺពាន់អាយុពាន់ទី2គឺពាន់ចូលគ្នាបង្កើតជារឿងអត្តកម្បាំងហើយខ្ញុំក៏សូមផ្ដាំថាពីមុនមនុស្សស្លាកំបោនេះគឺស្ត្រីក្មេងមិនបរិភោគទេគឺស្ត្រីចាស់បានន័យថាស្ត្រីមិនមានឈាមរដូវគឺលែងបង្កើតកូនបានណាគឺស្ត្រីចាស់ទៅជាយាយគេហ្នឹងលោកចង់ប្រាប់ថាពេលដែលកូនលែងគាត់លែងប្រសូតកូនបានគាត់ចង់ប្រាប់ថាអ្នកដែលចូលចិត្តយកម្ដាយយកមកជេរគ្នាហ្នឹងយកភេទម្ដាយមកជេរគ្នាគាត់ឲ្យមើលមនុស្សស្លាកំបោហ្នឹងដែលពេលគាត់បោះភោគមកហ្នឹងណាគាត់ខ្ជាក់មកហ្នឹងជាឈាមជាខ្ទុះហ្នឹងគាត់ចង់ឲ្យកូនឲ្យកូនហ្នឹងកូនដែលយកគាត់ហ្នឹងយកមកជេរយកភេទគាត់មកដាក់មាត់ហ្នឹងឲ្យមើលណាឲ្យមើលគ្នាថាអ្នកនឹងទទួលផលកម្មហ្នឹងបរិភោគឈាមខ្ទុះដែលហូរចេញពីទ្វាររបស់គាត់ព្រោះអ្នកបានយកទ្វាររបស់គាត់មកដាក់មាត់ណានឹងចូលកូនទាំងឡាយដែលចូលចិត្តជេរម្ដាយចូលចិត្តប្រមាក់ងាយមេដានឹងអ្នកមើលណាមើលអាចកំបាំងមនុស្សស្លាកំបោនោះគឺជាប្រាថ្នាមួយសម្រាប់ទូមានកូនខ្មែរដែលរស់ក្នុងទឹកដីណាមាតុភូមិនេះដែលអ្នកទាំងឡាយប្រសូតចេញពីទ្វារមាសម៉ែហ្នឹងគឺសវណ្ណភូមិហ្នឹងណាពិចារណាមនុស្សស្លាកំបោណាកុំឲ្យមានសេចក្តីប្រមាថបើអ្នកប្រមាថអ្នកមើលឲ្យហើយណាដែលលោកបរិភោគមនុស្សស្លាបញ្ចូលគ្នាមនុស្សស្លាកំបោបញ្ចូលគ្នាកើតជាឈាមណាដែលលោកខ្ជាក់មកឲ្យយើងមើលយើងតែងតែខ្ពើមហ្នឹងឥឡូវហ្នឹងរបស់ដែលគួរខ្ពើមយើងនាំគ្នាយកមកដាក់មាត់ណាព្រោះស្លឹកម្លូតំណាងឲ្យភេទម្ដាយឥឡូវយើងយកភេទម្ដាយយកមកដាក់មាត់ហើយជេរគ្នាឆ្លោះគ្នាហើយយកភេទម្ដាយយកមកកោះកកាយជេរគ្នាដូចគាត់អត់មានស្លៀកសម្ពុតខោអាវណាអ្នកតែលឺហើយអ្នកដែលជេរគ្នាមិនដែលយកឪពុកយកមកជេរទេគឺកោះកាយតែម្ដាយយកមកជេរនេះជារឿងអភ័ព្វណារបស់ព្រះមេដាព្រះបិតាជាពិសេសគឺព្រះមេដាមហានកហ្នឹងដែលលោកជាម្ចាស់នគរហ្នឹងត្រូវកូនប្រមាថមើលងាយអញ្ចឹងក្នុងរាត្រីនេះខ្ញុំក៏សូមអភ័យទោសនៅរាល់កំហុសឆ្គងទាំងឡាយដែលបានបកស្រាយហើយទោះត្រូវក្តីមិនត្រូវក្តីណាយល់ជ្រាបទៅដល់សន្តានរបស់លោកអធិស្ឋានរបស់លោកអ្នកសាធុសប្បុរសទាំងឡាយទៅបីជាលោកណាស្ដាប់ទៅហើយណាលោកត្រូវពិចារណាត្រូវចេះពិចារណាថារឿងទាំងអស់រមែងមានហេតុណាដើមទាំងឡាយរមែងមានឬកែវដូច្នេះយើងមិនអាចស្ទាបស្លឹកស្ទាបបកផ្លែផ្កាខាងលើទេយើងត្រូវតែទៅឲ្យដល់ឬកែវនៃរឿងទើបយើងដឹងរឿងព្រោះរឿងជារឿងអច្ឆរិយអរូបីពាក្យថាអរូបីគឺរឿងនៅក្នុងអតីតកាលយើងចង់ដឹងរឿងអតីតកាលត្រូវតែស្វែងទៅរកអតីតកាលឥឡូវនេះយើងនៅមានចង្វាយខ្សែដែលអាចទាញទៅអតីតកាលបានគឺអ្វីគឺទំនៀមទម្លាប់ប្រពៃណីហ្នឹងហើយណាដែលជារឿងដ៏ប្រពៃទំនៀមទាមឲ្យជាប់ទម្លាប់ធ្វើឲ្យធ្លាប់ប្រពៃគឺស្មើនឹងសាធុនីគឺជារឿងប្រពៃរបស់ស្ត្រីណាឧទាហរណ៍ដូចជាភិក្ខុនីកម្មការនីហ្នឹងអញ្ចឹងរឿងទំនៀមទម្លាប់ប្រពៃនេះគឺជារឿងប្រពៃរបស់ស្ត្រីហើយស្ត្រីជានរណាស្ត្រីហ្នឹងគឺជាព្រះកន្លោងព្រះកន្លោងជានរណាព្រះកន្លោងគឺជាម៉ែហ្នឹងជានរណាម៉ែហ្នឹងគឺព្រះមេដែលយើងតែងហូបបាយថាកុំឲ្យកពុបណាហូបបាយកុំឲ្យកពុបដឹងគុណព្រះមេហ្នឹងចិញ្ចឹមមនុស្សមួយនគរមិនមែនគ្រាប់បាយណាតំណាងព្រះមេទេព្រោះបាយកើតចេញពីអង្គកើតចេញពីស្រូវកើតចេញពីសន្ទូងនេះបានដោតនៅលើដីមេដូច្នេះមេនេះមិនមែនបង្កើតបានត្រឹមតែគ្រាប់បាយទេមេនេះបង្កើតបានមរតកអច្ឆរិយៈដែលយើងទទួលសពថ្ងៃគឺគេម៉ែណាដូច្នេះហើយបានជាដូនតាពីសម័យដើមលោកបានចរិតនៅភាសាកហ្នឹងណាសរសេរភាសាជាតិហ្នឹងនៅក្នុងសិលាចារឹកហ្នឹងគឺគេម៉ែណាកជើងម៉ូស្រៈអេណានឹងរឬក៏កជើងម៉ូស្រៈអែនឹងរដែលសម្ដេចសង្ឃរាជចំណាតលោកបានបកបញ្យលនៅក្នុងពាក្យខេមរៈក្នុងវចនានុក្រមរបស់លោកហ្នឹងលោកថាពោលឲ្យប្រកាសអត់បានទេព្រោះអីព្រោះនៅក្នុងសិលាចារឹកគេទៅសេកហើយលោកថាខអត់ត្រូវទេព្រោះលោកកើតក្រោយប្រសូតក្រោយសិលាចារឹកដែរអញ្ចឹងយើងសង្ឃឹមថាយើងនឹងកោះកកាយទាំងអស់គ្នាដើម្បីដឹងអភិអត្តកម្បាំងនេះអញ្ចឹងក្នុងរាត្រីនេះខ្ញុំបញ្យលប៉ុណ្ណឹងចោះព្រោះ
ធាតុអាកាសមិនឲ្យផលឲ្យព្រោះខ្ញុំនៅធ្វើវីដេអូនេះនៅខាងក្រៅអញ្ចឹងសូមអភ័យទោសហើយសូមអធិស្ឋាននៅរាល់កំហុសឆ្គងទាំងឡាយដល់សាធុសប្បុរសទាំងឡាយណាសូមស្ដាប់ហើយពិចារណាដើម្បីជាប្រយោជន៍ដើម្បីយើងនាំគ្នាកោះកកាយចង់ដឹងឬកែវរបស់ពូជនាគនេះតលតែកោះកកាយចង់ឲ្យកាយនាគនៅទិសខាងជើងដែលយើងសັບថ្ងៃយើងហៅផ្កាយកពើនេះចង់ឲ្យផ្កាយនាគនឹងភ្លឺឡើងវិញយើងត្រូវទៅរកដួងកែវនាគដួងកែវផ្កាយនោះណាដែលកប់បាត់នៅក្នុងអតីតកាលនាំគ្នាកោះទាំងអស់គ្នាដើម្បីជាប្រយោជន៍ដល់ផ្កាយនាគសូមអ្នកទាំងអស់គ្នាមានទង់នាគនៅក្នុងបេះដូងគឺទង់ប្រសើរទង់កតញ្ញូនិងកតវេរ្តិសូមអរគុណនិងសូមគោរពលា